You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសុក្រ9កើតខែបុស្សឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនឹងថ្ងៃទី6ខែមករាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមាតិកាដូចតទៅលោកសខេងយល់ព្រមជួបចរចាជាមួយលោកកឹមសុខាភាគីពាក់ព័ន្ធខ្វែងគំនិតគ្នាលើសេចក្តីព្រៀងច្បាប់ពីបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុត្រសូមជូនព័ត៌មានពិស្ដាបាទលោកអ្នកនាងជាទីមេត្រីលោកសខេងយល់ព្រមជួបចរចាជាមួយលោកកឹមសុខាហើយដើម្បីដោះស្រាយបញ្ហានយោបាយនៅសេសសល់តាមសំណើរបស់លោកកឹមសុខាតាមគម្រោងជំនួបនេះនឹងធ្វើឡើងនៅមន្ទីររដ្ឋសភាក្រោយថ្ងៃទី11ខែមករាខាងមុខនេះតែទោះជាយ៉ាងនេះក្តីទាំងអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចនិងអ្នកនាំពាក្យគណៈបកប្រឆាំងនៅមិនទាន់បង្ហើបឲ្យដឹងពីពេលវេលាជាក់លាក់ឬក៏ប្រធានបទអ្វីច្បាស់លាស់នៅលើដែរគ្រាន់តែបញ្ជាក់ថាដើម្បីស្វែងរកការដោះស្រាយបញ្ហានយោបាយដែលនៅសេសសល់បាទសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកប្រាជេវអំពីរឿងនេះគម្រោងជួបចរចារវាងប្រធានក្រុមដឹកនាំតំណាងរាស្ត្រនៃគណៈបកប្រជាជនកម្ពុជានិងប្រធានក្រុមដឹកនាំគណៈបកសង្គ្រោះជាតិត្រូវបានលោកកឹមសុខាបង្ហោះនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី6ខែមករាលិខិតរបស់លោកកឹមសុខាផ្ញើទៅលោកសខេងកាលពីថ្ងៃទី5ខែមករាស្នើលោកសខេងកំណត់ពេលវេលាសមស្របណាមួយក្នុងខែមករាដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិនិងពលរដ្ឋដោយសន្តិវិធីសមស្របតាមបំណងប្រាថ្នារបស់សាធារណជនដែលទន្ទឹងចង់ឃើញជាការឆ្លើយតបលោកសខេងបានសរសេរនៅលើលិខិតរបស់លោកវិញថាលោកសង្ឃឹមថាជំនួបរវាងក្រុមការងារនៃគណៈបកទាំងពីរអាចនឹងធ្វើឡើងក្រោយថ្ងៃទី11ខែមករាចំពោះពេលវេលាជាក់ស្ដែងខុទ្ទកាល័យរបស់លោកសខេងនឹងជួនដំណឹងនៅពេលក្រោយអ្នកនាំពាក្យរដ្ឋសភាលោកលេងពេញឡុងបញ្ជាក់បន្ថែមថាជំនួបនោះគណៈបកទាំងពីរនឹងជួបគ្នានៅមន្ទីររដ្ឋសភាអ្វីផ្សេងពីនេះលោកលេងពេញឡុងមិនទាន់ទទួលបានព័ត៌មាននៅឡើយទេរីឯអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានយល់ថាចាប់ពីក្រោយថ្ងៃទី7មករាតទៅលោកសខេងអាចមានពេលវេលាជួបជជែកជាមួយលោកកឹមសុខាប៉ុន្តែលោកក៏មិនទាន់ដឹងពីពេលវេលាជាក់លាក់នៅឡើយដែរឥឡូវប្រហែលជាក្រោយថ្ងៃ7មករាហ្នឹងគាត់អាចនឹងដកឃ្លាការងារបានធូរស្រាលបន្តិចបានគាត់យកប្រពជួបចឹងនេះវាសបញ្ជាក់ឲ្យឃើញថាมันមានកំណត់គិតវិធីការជួបនេះទេតែតងប្រធានបទនៃការចរចារបស់គណៈបកទាំងពីរលោកសុកអេសានបង្វែរសំណួរនេះឲ្យទៅសួរគណៈបកសង្គ្រោះជាតិដែលជាអ្នកស្នើការចរចាចំណែកអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណគ្រាន់តែប្រាប់ថាការចរចាគ្នានោះគឺជាការជជែករឿងនយោបាយដែលនៅសេសសល់ទោះយ៉ាងនេះក្តីលោកថាគណៈបកសង្គ្រោះជាតិបានត្រៀមខ្លួនរួចរាល់អស់ហើយបើជួបគ្នាកាន់តែឆាប់កាន់តែល្អធ្វើមិនឲ្យស្ថានភាពនយោបាយនេះបានធ្វើស្លាប់រោគភាពប្រកបដីវិញអាហ្នឹងយើងជូនជាកំណត់រួមតែប៉ុណ្ណឹងចំណែកលម្អិតក្នុងការជជែកអីនិយាយយ៉ាងម៉េចអាហ្នឹងមិនទាន់អាចជម្រាបបានទេកាលពីដើមខែធ្នូក្រោយពេលព្រះមហាក្សត្របានព្រះរាជប្រទានលើកលែងទោសដល់លោកកឹមសុខាលោកសខេងបានសន្យាថានឹងជជែកគ្នាបន្តទៀតនៅចុងខែធ្នូនិយាយរឿងដោះលែងមន្ត្រីសិទ្ធិមនុស្សអាត់ហុក4រូបនិងអគ្គលេខាធិការរងកោជប1រូបប៉ុន្តែជំនួបនោះត្រូវខកខានតែតងរឿងដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកោជបនេះដែរទាំងអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចនិងអ្នកនាំពាក្យគណៈបកប្រឆាំងសុទ្ធតែមិនអាចបញ្ជាក់ថានឹងលើករឿងដោះលែងមន្ត្រីកោជបនិងមន្ត្រីសិទ្ធិមនុស្សយកទៅជជែកឬយ៉ាងណានោះទេតែទោះយ៉ាងនេះក្តីអ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះយល់ថាគណៈបកទាំងពីរនឹងជជែកគ្នារឿងដោះលែងមន្ត្រីសិទ្ធិមនុស្សអាត់ហុក4រូបនិងអគ្គលេខាធិការរងកោជបព្រោះលោកសខេងបានសន្យាថានឹងជជែករឿងនេះតាំងពីចុងឆ្នាំ2016មកម្លេះយ៉ាងណាក៏ដោយចុះអ្នកតាមដានស្ថានភាពនយោបាយរូបនេះយល់ថាដើម្បីឲ្យការចរចានេះមិនត្រូវបានលើកពេលដូចមុនទៀតលោកសាប៊ីងស៊ីប្រធានគណៈបកប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស
គួរប្រយ័ត្នប្រយែងក្នុងការថ្លែងសារនយោបាយខ្ញុំសង្ឃឹមថានៅពេលនេះអាដាមសំស៊ីប្រហែលជានឹងអាចតាំងអំពីថាអ្វីដែលអាដាមត្រូវធ្វើចាប់ពីពេលនេះរហូតដល់មានការដោះលែងដល់សកម្មជនហើយនឹងសកម្មជនសិទ្ធិមនុស្សអ្នកនយោបាយហើយនឹងមន្ត្រីប្រជាពលរដ្ឋនៅពេលខាងមុខប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីធ្លាប់លើកឡើងថាការដែលគណៈបកកណ្ដាលអំណាចមិនដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកោជបគឺជាលេសរបស់គណៈបកកណ្ដាលអំណាចនិងចង់រក្សាអ្នកកំពុងជាប់ឃុំទាំងនោះឲ្យបន្តស្ថិតក្នុងពន្ធនាគារដដែលដើម្បីជាគំរូកុំឲ្យអ្នកដទៃទៀតហ៊ានរិះគន់រដ្ឋាភិបាលរបស់លោកហ៊ុនសែនខ្ញុំប្រាជ្ញាវ៉ាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីនៅពេលបន្តិចទៀតនេះយើងក៏នឹងមាននីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលយើងនឹងពិភាក្សាគ្នាអំពីទស្សនវិស័យនយោបាយសម្រាប់ឆ្នាំ2017ហើយក៏នឹងតាក់ទងនឹងលទ្ធភាពនៃការដោះលែងសង្គមស៊ីវិលហើយនឹងគណៈកម្មការសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរបាទសូមអញ្ជើញលោកនាងរងចាំស្ដាប់កិច្ចពិភាក្សានេះនៅក្រោយព័ត៌មាននាពេលបន្តិចទៀតនេះបាទលោកនាងជាទីមេត្រីរដ្ឋសភាប្រកាសបិទកិច្ចប្រជុំលើកទី7នីតិកាលទី5ដោយបញ្ជាក់ថាបានអនុម័តច្បាប់ចំនួន9និងបំពេញកិច្ចការមួយចំនួនទៀតសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី6ខែមករានេះឲ្យដឹងថាក្នុងដំណើរការកិច្ចប្រជុំលើកទី7ដែលចាប់ផ្ដើមកាលពីខែតុលាឆ្នាំ2016បន្តរហូតដល់ថ្ងៃទី7ខែមករាឆ្នាំ2017សភាបានអនុម័តច្បាប់ចំនួន9ទៅតាមការស្នើរបស់រដ្ឋាភិបាលក្នុងនោះដែររដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើអគ្គសវនាករនិងអគ្គសវនាកររងចំនួន3រូបឲ្យបំពេញការងារនៅអគ្គសវនកម្មជាតិសម្រាប់បន្តអាណត្តិក្នុងរយៈពេល5ឆ្នាំទៀតស្របគ្នានេះរដ្ឋសភាក៏បានស្ដាប់ការឆ្លើយបំភ្លឺផ្ទាល់មាត់របស់រដ្ឋមន្ត្រីមួយរូបគឺលោកមុំប៊ុនហេងដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសេចក្តីជូនដំណឹងដដែលបញ្ជាក់ថាកិច្ចប្រជុំលើកទី7នីតិកាលទី5របស់រដ្ឋសភាត្រូវបិទបញ្ចប់នៅថ្ងៃទី7ខែមករាឆ្នាំ2017បាទលោកអ្នកនាងពេលនេះកំពុងតែស្ដាប់ការផ្សាយរបស់ VTV អាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកមជ្ឈមណ្ឌលឯកសារកម្ពុជានឹងបើកគេហទំព័រថ្មីមួយដែលមានផ្ទុកឯកសារជាង1លានមានទាំងវីដេអូរូបថតសៀវភៅនិងខ្សែភាពយន្តឯកសារទាំងនោះពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979គេហទំព័រថ្មីនេះមានឈ្មោះថា www.khmerrouge.history KHMERROUGEHISTORY.org នឹងដាក់ឲ្យសាធារណជនទូទៅប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី7ខែមករាឆ្នាំ2017ស្អែកនេះដែលត្រូវនឹងខួបទី38ឆ្នាំនៃការផ្ដួលរំលំរបបខ្មែរក្រហមដោយមានអន្តរាគមន៍ពីកងទ័ពវៀតណាមគេហទំព័រជាភាសាខ្មែរនិងជាភាសាអង់គ្លេសនេះទទួលប្រាក់ឧបត្ថម្ភពីអង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW Academyបាទលោកអ្នកនាងជាទីមេត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ចប់កិច្ចពិគ្រោះយោបល់របស់ខ្លួនហើយលើសេចក្តីព្រាងច្បាប់ស្តីពីបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សំទោសនៅក្នុងដំណើរការពិគ្រោះយោបល់ដែលប្រើពេលប្រមាណ2ថ្ងៃនេះគ្រប់ភាគីពាក់ព័ន្ធដែលចូលរួមមានអ្នកនយោបាយសង្គមស៊ីវិលនិងម្ចាស់ជំនួយហាក់ខ្វែងគំនិតគ្នាដោយអន្លើជុំវិញសេចក្តីព្រាងច្បាប់នេះបាទលោកមុំមនីរតដែលបានតាមដានពីការវិវត្តនៃនីតិវិធីនៃការបោះឆ្នោតនេះមានសេចក្តីរាយការណ៍ផ្ទាល់ពីភ្នំពេញបាទជំរាបសួរមនីរតបាទអរគុណជំរាបសួរលោកជុនច័ន្ទបុតបាទថ្ងៃនេះលោកបានរាយការណ៍ថាគណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងបានពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ពីបទបញ្ជានិងពីនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តើការពិគ្រោះយោបល់របស់គោជបនឹងមានសមាជិកភាពពីខាងណាខ្លះដែលចូលរួមក្នុងកិច្ចពិភាក្សាបាទ
បាទអរគុណនេះគឺជាការនេះជាដំណើរការនៃការពិគ្រោះយោបល់ចុងក្រោយហើយពាក់ព័ន្ធនឹងច្បាប់បម្រើការបោះឆ្នោតគុំសង្កាត់នឹងហើយសមាជិកយើងសង្កេតឃើញមានពីខាងរដ្ឋាភិបាលតំណាងដោយគណៈបព្វជិជនកម្ពុជាមានលោកសុកអេសានពីខាងក្រសួងយុតិធម៌មានលោកកើតរិទ្ធហើយពីក្រសួងមហាផ្ទៃមានលោកសោមចន្ទឌីណាអីជាដើមនឹងហើយដោយឡែកក្រៅពីនេះយើងសង្កេតឃើញមានអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការទៅលើការបោះឆ្នោតហើយនឹងមានម្ចាស់ជំនួយដែលជាដៃគូសំខាន់សម្រាប់រៀបចំការបោះឆ្នោតនៅអាណត្តិនេះគឺមានជប៉ុននិងចៅការផងលោកបាទដែលជាសមាជិកសំខាន់ហើយជាការកត់សម្គាល់សមាជិកដែលជាការចូលរួមលើកនេះវាជាការចូលរួមយ៉ាងស្អិតល្មួតដែលយើងអាចនិយាយបានថាវាជាដំណាក់កាលមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងមានការជជែកដេញដោលតឹងរឹងណាស់ក្នុងការពិនិត្យទៅលើសេចក្តីព្រាងច្បាប់ដែលដាក់ឲ្យជជែក2ថ្ងៃនឹងបាទក្រៅតែពីមានការតែជែកគ្នាលោកថាស្អិតល្មួតនឹងក៏មានតំណែងមកថាមានការខ្វែងគំនិតគ្នាដោយដុំលើចំណុចខ្លះដែរតើចំណុចដែលខ្វែងគំនិតគ្នានឹងចំណុចណាខ្លះបាទអរគុណរឿងមួយដែលយើងពិនិត្យមើលគឺការដែលខ្វែងនោះពាក់ព័ន្ធទៅនឹងនីតិវិធីពីខាងរដ្ឋាភិបាលបានបញ្យល់ថាជារួមក្នុងការដែលបោះឆ្នោតនេះគឺច្បាប់កោជបបានកម្រិតមួយថាអ្នកដែលឆាវឬក៏រារាំងចំពោះការបោះឆ្នោតគឺត្រូវតែចាត់វិធានការផ្លូវច្បាប់តឹងរឹងហើយស្ថិតក្រោមនៃបញ្ញត្តិច្បាប់នេះហើយដែលខាងភាគីរដ្ឋាភិបាលបានស្នើឲ្យកោជបនឹងត្រូវតែអនុវត្តច្បាប់នេះជាកំហិតតែម្ដងបានន័យថាអង្គការមិនមែនរដ្ឋាភិបាលក្តីឬក៏ណានាជាពិសេសគឺថាយោងលើព្រឹត្តិការណ៍នៃការបោះឆ្នោតដែលបានកើតឡើងរួចមកហើយកាលពីឆ្នាំ2013ហ្នឹងចំពោះអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យចុះឈ្មោះបោះឆ្នោតដែលមានបទពិសោធន៍រួចនេះគឺថាកោជបត្រូវតែដាក់ទូទាត់ហើយអនុវត្តតាមច្បាប់នឹងយ៉ាងតឹងរ៉ឹងជាពិសេសនឹងគឺថាមានការពិន័យទៅទៀតណាលោកគឺចន្លោះពី10លានទៅ20លានរៀលដូច្នេះត្រូវតែប្រើប្រាស់ច្បាប់នេះដោយជាមិនបានអានេះគឺជាអ្វីដែលមានការលើកឡើងរបស់ភាគីខាងរដ្ឋាភិបាលដែលជាផ្នែកមួយហើយទន្ទឹមនឹងនឹងយើងសង្កេតឃើញថាពេជ្រដែលជាភ្នាក់ងាររបស់កោជបមកពី25រាជធានីខេត្តនឹងគាត់ហាក់ដូចជាសប្បាយចិត្តទៅនឹងអ្វីដែលស្នើឡើងដោយរដ្ឋាភិបាលគាត់គិតថាគាត់មានឱកាសក្នុងការប្តឹងផ្តល់តបទៅវិញទៅភាគីណាដែលធ្វើឲ្យឆាវឬក៏រំខានដល់កិច្ចការរបស់កោជបតែគេមានផ្ដល់និយមន័យសំកាត់ប្រសាសន៍បន្តិចលោកមនីរតតើគេមានផ្ដល់និយមន័យចំពោះថាអំពើបែបណាដែលចាត់ទុកថាឆាវនោះដោយយោងនេះពីខាងរដ្ឋាភិបាលជាពិសេសតំណាងដោយក្រសួងមហាផ្ទៃលោកសោមចន្ទឌីណានិយាយថាដែលរួមនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ2013ហ្នឹងឃើញនៅប្រជាពលរដ្ឋគាត់ចាប់ផ្ដើមរារាំងទៅលើប្រជាពលរដ្ឋមួយចំនួនដែលមានការសង្ស័យថាអ្នកទាំងអស់នោះគឺមិនមានអត្តសញ្ញាណប័ណ្ណប៉ុន្តែមានដែរប៉ុន្តែមិនទទួលស្គាល់ព្រះរាជក្រឹត្យដោយព្រះមហាក្សត្រថាជាពលរដ្ឋខ្មែរតែនិយាយដោយរួមភាសាមួយម៉ាត់ថាជនជាតិវៀតណាមទាំងអស់នេះហើយគឺជាអ្វីដែលរដ្ឋាភិបាលចាត់ទុកថាវាជាឧបសគ្គមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ដំណើរការបោះឆ្នោតនិយមន័យប៉ុណ្ណេះតាមមើលទៅដែលជាផ្នែកមួយដែលរដ្ឋាភិបាលលើកថាមិនត្រូវឲ្យមានតទៅទៀតចំពោះដំណើរការនៃការរារាំងចំពោះការបោះឆ្នោតនឹងបាទដូច្នេះមានន័យថាអ្វីដែលទៅជែកគ្នានេះគឺមានន័យថាប្រឆាំងទៅនឹងអ្វីដែលការអំពាវនាវរបស់គណៈបកប្រឆាំងពីព្រោះលោកក៏ដូចចាំឲ្យកាលពីបោះឆ្នោតឆ្នាំ2013កន្លងទៅនេះនឹងគឺគណៈបកប្រឆាំងនឹងតែងតែអំពាវនាវឲ្យប្រជាពលរដ្ឋនឹងគឺថាចាប់ផ្ដើមជួយមើលជួយតាមដាននៅស្ថានីយ៍បោះឆ្នោតនេះជាដើមដូច្នេះអានឹងគឺគេត្រូវជិះវាហើយលើកនេះគឺនឹងអាចប្តឹងឬនឹងអាចទទួលទណ្ឌកម្មទទួលការផាកពិន័យអីបែបណាហើយបើតាមអ្វីដែលលោករាយការណ៍មិញនេះបាទក្នុងខ្លឹមសារនេះមើលទៅផ្ដោតសំខាន់រឿងនឹងសំខាន់មែនទែនគឺថាក្នុងសកម្មភាពប្រយោលក្តីផ្ទាល់ក្តីគឺត្រូវតែចាត់វិធានការបានន័យថាត្រូវតែដាក់ទូទាត់ត្រូវតែប្រើប្រាស់ច្បាប់ជាកំហិតតែម្ដងហើយក្រសួងមហាផ្ទៃដែលជាតំណាងនោះក៏បានលើកឲ្យថា
ក្នុងឆ្នាំ2016កន្លងទៅទាំងគោជបផ្ទាល់ខ្លួនឯងនឹងហើយនឹងក្រសួងការពារជាតិរួមនឹងក្រសួងមហាផ្ទៃបានចុះកិច្ចព្រមព្រៀងមួយអន្តរក្រសួងក្នុងការចាត់វិធានការទៅលើសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ឆាឆាវរំខានរារាំងគ្រប់រូបភាពទោះប្រយោលឬក៏ផ្ទាល់នឹងត្រូវតែដាក់ទូទាត់ឬក៏ពិន័យជាប្រាក់អីដូចខ្ញុំលើកខាងដើមប្រមាណដល់10ទៅ20លានរៀលលោកបាទហើយចុះអ្នកដែលចូលរួមដទៃទៀតតើលោកថាខាងពេជ្រនឹងខាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីខេត្តខណ្ឌមកនឹងគឺមានការអបអរសាទរតើអ្នកដែលចូលរួមដទៃទៀតខាងម្ចាស់អំណោយខាងសង្គមស៊ីវិលអីមានយោបល់បែបណាដែរចំពោះករណីនេះក្នុងការពិភាក្សាចុងក្រោយដែលជាថ្ងៃបង្ហើយនៃកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់បញ្ញត្តិនិងនីតិវិធីនឹងយើងឃើញថាពីខាងម្ចាស់ជំនួយទាំងពីរដែលជាម្ចាស់ជំនួយធំមែនទែនគឺជប៉ុនហើយនឹងសហភាពអឺរ៉ុបនឹងគឺបានបញ្យល់ផ្លូវច្បាប់គ្រប់គ្រាន់បានបញ្យល់ពីនីតិវិធីសពបែបយ៉ាងមើលទៅភាគីទាំងសងខាងហាក់ដូចជាមិនឯកភាពគ្នាមកខាងពីខាងរដ្ឋាភិបាលទាំងតំណាងក្រសួងយុទ្ធភ័ពយល់ថាវាជាកាតព្វកិច្ចច្បាប់មើលទៅហាក់ដូចជាដាក់បន្ទុកមើលទៅហាក់ដូចជាប្រើប្រាស់ឥទ្ធិពលក្នុងការដែលជំរុញឲ្យកោជបនឹងអនុវត្តប៉ុន្តែពីខាងសហគមន៍អឺរ៉ុបវិញដែលជាម្ចាស់ជំនួយនឹងជប៉ុនព្យាយាមបញ្យល់ពីសិទ្ធិថាសំខាន់មន្ត្រីដែលអនុវត្តផ្ទាល់នឹងខ្លួនឯងត្រូវយល់ទៅវិញទេមិនមែនត្រូវប្រើប្រាស់កាតព្វកិច្ចនឹងឲ្យវាណាគាត់ទទួលស្គាល់ការប្រើប្រាស់ច្បាប់នឹងវាជាផ្នែកមួយប៉ុន្តែមន្ត្រីដែលអនុវត្តផ្ទាល់នឹងត្រូវសម្លឹងត្រូវចុះឲ្យផ្ទាល់ជាជាងលឺតាមគេឬក៏អនុវត្តបន្តអានេះគឺជាអ្វីដែលពីខាងម្ចាស់ជំនួយមើលទៅហាក់ដូចជាដោះច្រើនពីរឿងការដាក់បន្ទុកពីខាងរដ្ឋាភិបាលនឹងបាទហើយចុះទីបញ្ចប់ទៅនឹងតើបាទគេសម្រេចបែបណាដែរការខ្វែងយោបល់គ្នានេះទីបំផុតនឹងអាចរកចំណុចរួមបានទេនៅនីតិចុងក្រោយយើងឃើញថាលោកគួយប៊ុនរឿនដែលជាអនុប្រធានកោជបនឹងគាត់ថាអនុសាសន៍ទាំងបាល់ម៉ានរបស់ភាគីពាក់ព័ន្ធនឹងគឺថានឹងយកទៅពិចារណាឡើងវិញហើយចំណុចខ្លះគឺត្រូវដាក់បញ្ចូលឧទាហរណ៍ដូចជារឿងទោសទណ្ឌអញ្ចឹងក្នុងទោសទណ្ឌមានការស្នើឡើងថាមិនឲ្យមានការបើសិនមានបទល្មើសមិនឲ្យមានការផ្សះផ្សាត្រូវតែដាក់ទោសចំណុចនេះគឺគោជបទទួលយកហើយប៉ុន្តែគាត់ក៏លើកដែរថាក្នុងបទល្មើសព្រហ្មទណ្ឌជារួមមិនមានការផ្សះផ្សាប៉ុន្តែមានផ្នែកខ្លះក៏មិនអាចត្រូវកំណត់កំហិតបានដែលត្រូវតែមានការយោគយល់ត្រូវតែមានការអធិស្ឋានដែរនេះគឺជាអ្វីដែលលោកគួយប៊ុនរឿនលើកឡើងចុងក្រោយហើយអនុសាសន៍មួយចំនួនទៀតពីខាងសង្គមស៊ីវិលដែលស្នើថាសូមឲ្យមានការរាប់ត្រឡឹកឆ្នោតតាមប្រព័ន្ធអនឡាញជាដើមនឹងដើម្បីវិជាការបញ្ហាអីសពបែបយ៉ាងគឺថាគោជបនឹងលើកពីបញ្ហានេះទៅពិនិត្យសារឡើងវិញហើយក៏សន្យាថានឹងមិនទុកឲ្យពេលវេលានឹងកន្លងផុតទីពីព្រោះដឹងស្រាប់ឲ្យដំណើរការបោះឆ្នោតនឹងគៀកកាន់តែខ្លាំងណាស់ដែរបាទអរគុណលោកមនីរតប៉ុន្តែមុនបែកគ្នាមានអីចង់បន្ថែមទៀតទេបាទសូមអញ្ជើញអរគុណអ្វីដែលខ្ញុំចង់បន្ថែមចុងក្រោយវាជារឿងមួយចម្លែកដែលត្រង់ថាអនុសាសន៍ចំនួនអនុសាសន៍ដែលគោជបបានផ្ញើទៅក្រសួងយុតិធធទៅរដ្ឋាភិបាលជាពិសេសគឺគណៈបព្វជិជនកម្ពុជាហើយនិងក្រសួងមហាផ្ទៃយើងឃើញលិខិតចំនួន3ដាច់ដោយឡែកពីគ្នាដែលគោជបបានផ្ញើដើម្បីសុំអនុសាសន៍ទាំង14 15ចំណុចហ្នឹង14 15ចំពុកហ្នឹងឃើញថាលិខិតដែល3ដាច់ដោយឡែកពីគ្នាគឺតម្រង់ដូចគ្នាទាំងអស់ត្រឡប់មកវិញបានន័យថាបើយើងមើលទៅហាក់ដូចជារឿងនេះមើលទៅជាច្បាប់កូពីតាមឧទាហរណ៍ថាអ្នកដែលសរសេរច្បាប់នឹងណាមួយចឹងចុះអនុសាសន៍ហ្នឹងក៏ប៉ុន្តែនៅពេលដែលទទួលត្រឡប់មកវិញឃើញថាខ្លឹមសារទាំងស្រុងចាប់ពីអនុសាសន៍ទី1មកដល់ចុងក្រោយរហូតសំណុំពរហ្នឹងពីស្ថាប័នទាំង3កម្ពុជារបស់រដ្ឋហ្នឹងគឺថាដូចគ្នាទាំងក្រសួងយុតិធធក៏តែប៉ុណ្ណឹងហើយក្រសួងមហាផ្ទៃនេះក៏តែអញ្ចឹងគណៈបព្វជិជនកម្ពុជាហ្នឹងក៏ចេញមកតម្រង់តែមួយមើលទៅបើខ្ញុំមិនច្រឡំទេគឺដូចជារឿងកូពីតគ្នាបាទអរគុណលោកមនីរតហើយនឹងយើងបែកគ្នាប៉ុណ្នេះប៉ុន្តែមិនទាន់បានជូនពរលោកក្នុងឆ្នាំថ្មី2017ផងសូមឆ្នាំថ្មី2017នេះសូមឲ្យលោកមុំមនីរតនឹងឆាប់រកគូសកលឃើញការពិតនឹងស្អែកនេះនាយកព័ត៌មានយើងម្នាក់លោកថាកិត្យានឹងជួលរួងហើយមិនអញ្ចឹងហ៎
កុំឲ្យចាញ់លោកថាកិត្យាណាឃ្លាតពេលនេះក៏សូមអរគុណលោកមនីរតហើយសូមជូនពរលោកថាកិត្យាហើយនឹងគូសកលថ្មីឲ្យមានសុភមង្គលឲ្យឆាប់មានកូនចៅអីផងបាទអរគុណជំរាបលាតែត្រឹមនេះអរគុណជូនពរលោកផងបាទអរគុណបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីបណ្ដាញសហគមន៍ព្រៃឡង់គ្រងនឹងប្រារព្ធពិធីរំលឹកគុណព្រៃឡង់និងបំពុះព្រៃនៅខែកុម្ភៈខាងមុខសេចក្តីប្រកាសព័ត៌មានរបស់បណ្ដាញព្រៃឡង់ផ្សព្វផ្សាយនៅថ្ងៃទី6ខែមករាឲ្យដឹងថាសហគមន៍ព្រៃឡង់ក្នុងខេត្តចំនួន4មានខេត្តក្រចេះស្ទឹងត្រែងព្រះវិហារនិងកំពង់ធំនឹងជួបប្រជុំគ្នានៅកណ្ដាលព្រៃឡង់ត្រង់ចំណុចវាលម្រេចពីថ្ងៃទី10ដល់ថ្ងៃទី12កុម្ភៈដើម្បីប្រារព្ធពិធីបុណ្យរួមគ្នាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារអ្នកស្រីភូកហុងមានប្រសាសន៍ថាសហគមន៍បានធ្វើពិធីបែបនេះម្ដងរួចទៅហើយក៏ប៉ុន្តែពុំមានទ្រង់ទ្រាយធំដោយគម្រោងលើកនេះទេអ្នកស្រីបន្តថាការប្រារព្ធពិធីនេះមានការរំលឹកឧទ្ទិសដល់គុណព្រៃតាមទំនៀមទម្លាប់របស់សហគមន៍ការបំពុះឈើធំៗនិងការល្បាតព្រៃអ្នកស្រីអំពាវនាវឲ្យសាធារណជននិងអ្នកពាក់ព័ន្ធចូលរួមពិធីនេះ9យើងដូចថារំលឹកគុណដើមឈើនៅតំបន់ព្រៃឡង់ឲ្យមានការមានអធិបាលនៃជួយការទប់ស្កាត់ចឹងណាការប្រពៃណីរបស់យើងណាសហគមន៍4ខេត្តបណ្ដាញព្រៃឡង់យើងចូលរួមទាំងអស់គ្នាមួយខេត្ត100នាក់អញ្ចឹងណាការបំពុះដើមឈើហ្នឹងយើងធ្វើដំណើរដូចរងដងអញ្ចឹងជួបបាត់ល្មើសតាមផ្លូវក៏យើងចាត់ជាការដូចថាមកក្រាបតាមផ្លូវអញ្ចឹងឡប់វិញដូចគ្នាអញ្ចឹងចាយើងស្វាគមន៍ហើយព្រោះយើងចង់បានកម្លាំងចូលរួមបានច្រើនអញ្ចឹងណាឲ្យវាដូចថាទលំទលាយធំទាំងអ្នកសារព័ត៌មានអីទាំងអស់ឲ្យមានការចូលរួមណាហើយយើងអំពាវនាវអស់អ្នកពាក់ព័ន្ធចង់ចូលរួមយើងស្វាគមន៍បាទអ្នកស្រីភូកហុងមានប្រសាសន៍ថាមកដល់ពេលនេះបទល្មើសនៅក្នុងព្រៃឡង់បានថយចុះខ្លះក៏ប៉ុន្តែនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភនៅឡើយអ្នកស្រីថាអ្នកលួចកាប់បំផ្លាញព្រៃឈើដែលភាគច្រើនជាជនចំណាក់ស្រុកនៅតែអាចដឹកឈើចេញពីព្រៃបានដដែលនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់បណ្ដាញសហគមន៍ព្រៃឡង់ឲ្យដឹងថាគោលបំណងនៃពិធីនេះគឺជាការបួងសួងសូមឲ្យព្រៃឡង់គង់វង្សដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចគួយដែលរស់នៅពឹងពាក់នឹងព្រៃឈើផ្សព្វផ្សាយពីការសម្រេចដាក់ជាព្រៃការពារដែនជម្រកសត្វព្រៃនិងបង្ហាញសក្តានុពលព្រៃឡង់ជំរុញសាធារណជនឲ្យចូលរួមការពារព្រៃឡង់បាទលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់ VTV អាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទជួនច័ន្ទបុត្រសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់នីតិវេទិកាអ្នកស្ដាប់ VTV អាស៊ីសេរីនេះពេលបន្តិចទៀតនេះបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់នីតិវេទិកាអ្នកស្ដាប់ VTV អាស៊ីសេរីវេទិកាអ្នកស្ដាប់ VTV អាស៊ីសេរីបាទលោកអ្នកនាងជាទីមេត្រីខ្ញុំបាទជួនច័ន្ទបុត្រស៊ូមជម្រាបសួរលោកអ្នកនាងកញ្ញាជាថ្មីម្ដងទៀតនៅយប់ថ្ងៃសុក្រនេះនីតិវេទិកាអ្នកស្ដាប់ VTV អាស៊ីសេរីមានកិច្ចពិភាក្សាគ្នាជុំវិញប្រធានបទអំពីទស្សនវិស័យនយោបាយសម្រាប់ឆ្នាំ2017ហើយយើងក៏នឹងពិភាក្សាគ្នាថាតើមានហេតុផលអ្វីពិតប្រាកដដែលធ្វើឲ្យគណៈបកទាំងពីរពន្យាពេលការជួបប្រជុំគ្នាបាទលោកអ្នកនាងអាចផ្ដល់យោបល់ឬសួរវាគ្មិនកិត្តិយសរបស់នីតិយើងដោយផ្ទាល់តាមការហៅទូរស័ព្ទមកលេខ012 811 911លេខ011 611 711និងលេខ023 211 804បាទកម្មវិធីនីតិវិទ្យាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនេះគឺចាប់ផ្ដើមពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់រីឯវាគ្មិនដែលចូលរួមក្នុងកម្មវិធីរបស់យើងនារាត្រីនេះគឺមាន2រូបទី1គឺលោកឆាំប៊ុនថេតលោកឆាំប៊ុនថេតគឺជាអ្នកស្រាវជ្រាវផ្នែកសន្តិភាពនិងអភិវឌ្ឍភាពជាអ្នកដឹកនាំហើយនឹងវាគ្មិនទី2គឺលោកបណ្ឌិតច័ន្ទវិបុលលោកច័ន្ទវិបុលគឺជាអ្នកជំនាញខាងអភិបាលកិច្ចនិងវិទ្យាសាស្ត្រនយោបាយបាទខ្ញុំបាទសូមជម្រាបសួរលោកទាំងពីរពីចម្ងាយបាទ
បាទសូមជំរាបសួរលោកជនជាតិបុតបាទជាដំបូងនេះខ្ញុំបាទសូមអរគុណលោកទាំងពីរដែលបានទទួលយល់ព្រមការអញ្ជើញរបស់យើងដើម្បីចូលរួមពិភាក្សានារាត្រីនេះហើយការពិភាក្សារបស់យើងនឹងក៏ជាការពិភាក្សាដ៏សំខាន់មួយដែរពីព្រោះឆ្នាំ2016ទើបនឹងបញ្ចប់ទៅហើយ2016នេះផ្នែកវិស័យនយោបាយនឹងហាក់ដូចជាមានភាពតឹងតែងណាស់ដូច្នេះហើយបានជានៅដើមឆ្នាំ2017នេះយើងបានសូមអញ្ជើញលោកទាំងពីរជាពិសេសលោកដែលសិតតែមានជំនាញផ្នែកអភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រនយោបាយនិងផ្នែកសន្តិភាពឬក៏អភិវឌ្ឍភាពជាអ្នកដឹកនាំអីផងដើម្បីជជែកគ្នាអំពីទស្សនវិស័យនយោបាយមួយចំនួនសម្រាប់ឆ្នាំ2017ហើយបើសិនជាលោកទាំងពីរមិនយល់ទាស់ទេខ្ញុំបាទក៏សូមឲ្យលោកទាំងពីរជួយផ្ដល់ជាអនុសាសន៍ថាតើដើម្បីដោះស្រាយបញ្ហានយោបាយសម្រាប់ឆ្នាំ2017ដែលជាឆ្នាំបោះឆ្នោតផងនេះឲ្យមានភាពប្រសើរជាងកាលពីឆ្នាំ2016ដែលតឹងតែងមែនទែននោះតើមានលទ្ធភាពអ្វីខ្លះដែលធ្វើឲ្យអ្នកទាំងពីរអ្នកនយោបាយទាំងពីរគណៈបកនឹងអាចកាន់តែខិតចូលចិត្តគ្នាបានបាទជាដំបូងនេះដោយលោកទាំងពីរបានជ្រាបហើយថ្ងៃនេះយើងបានទទួលដំណឹងថាលោកសខេងដែលជាតំណាងគណៈបកប្រជាជនកម្ពុជានឹងបានឲ្យភ្លើងខៀវទៅខាងគណៈបកសង្គ្រោះជាតិទៅហើយថានឹងមានកិច្ចចរចាគ្នារវាងគណៈបកទាំងពីរនៅថ្ងៃក្រោយថ្ងៃទី11ខែមករានេះដូច្នេះខ្ញុំចង់ចាប់ផ្ដើមពីកិច្ចចរចាគ្នានេះតើការចរចាគ្នានេះគណៈបកនយោបាយទាំងពីរនឹងយករឿងអីទៅជែកដើម្បីអាចផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរប្រយោជន៍ជាតិជាងតែប្រយោជន៍គណៈបកនយោបាយទាំងពីរគណៈបកពីព្រោះមកដល់ពេលនេះអ្នកកសែតទាំងអ្នកកសែតខាងអាស៊ីសេរីទាំងអ្នកកសែតដទៃទៀតព្យាយាមសួរតំណាងគណៈបកទាំងពីរនឹងថាតើការជជែកគ្នាក្រោយថ្ងៃ11មករានេះជជែករឿងអីរបៀបវិរៈអ្វីនោះយើងមិនទាន់បានដឹងពិតប្រាកដទេដូច្នេះយ៉ាងណាក៏ដោយចុះនៅក្នុងបន្ទប់ផ្សាយរបស់យើងនៅពេលនេះក្នុងកិច្ចពិភាក្សានៅពេលនេះតើអ្នកនយោបាយទាំងពីរគណៈបកនឹងគួរជ្រើសរើសយកប្រធានបទអីជជែកគ្នាយ៉ាងណាដើម្បីកុំឲ្យមានការខ្វែងគំនិតគ្នាហើយក៏នៅជាប់កណ្ដាលទីតទៅទៀតទៅហើយក៏គាំងដំណើរការតទៅទៀតទៅបាទខ្ញុំចង់ចាប់ផ្ដើមពីអ្នកវិទ្យាសាស្ត្រមុនវិទ្យាសាស្ត្រនយោបាយមុនគេគឺលោកបណ្ឌិតច័ន្ទវិបុលបាទសូមជួយលោកបណ្ឌិតសូមអរគុណលោកជនជាតិបុតហើយជាបឋមសូមសម្ដែងការគោរពចំពោះជនរួមជាតិទាំងអស់ហើយសូមគោរពលោកមន្ត្រីដែលមានវត្តមាននៅក្នុងបន្ទប់ផ្សាយខ្ញុំយល់ថាចំណុច4ដែលសំខាន់ណាស់ដែលគណៈបកទាំងពីរគួរតែចាប់ដើមយកមកពិនិត្យពិចារណារួមគ្នានៅពេលដែលលោកមានឱកាសជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះចំណុចទី1គឺការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺលោកនីចរិយាពីព្រោះរឿងនេះគឺជារឿងដែលកើតឡើងដោយសារតែចំនួនទាស់តែងរវាងគណៈបកទាំងពីរដែលជាដើមហេតុដែលនាំឲ្យមានការចាប់ចងមន្ត្រីទាំង4រូបហើយនិងមន្ត្រីមួយរូបទៀតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតហេតុផលដែលការដោះលែងនេះគឺខ្ញុំចង់ឲ្យគណៈបកទាំងពីរនេះចាប់ផ្ដើមផ្ដោតសំខាន់ទៅលើយុត្តិធម៌សង្គមមិនឲ្យមានស្តង់ដារ2ទេនៅក្នុងការគ្រប់គ្រងដឹកនាំរដ្ឋពីព្រោះវាអត់ប្រសើរទេបើមិនបើយើងនៅតែបន្តរឿងប្រើប្រាស់ស្តង់ដារ2ក្នុងការអនុវត្តច្បាប់វាចំណុចសំខាន់ណាស់ដើម្បីជំរុញបង្កើតបព្វធម៌នយោបាយថ្មីមួយផ្ដល់ទឹកចិត្តទៅដល់ប្រជាពលរដ្ឋគាត់មើលឃើញថាតើនៅក្នុងឆ្នាំ2017 2018ជាពិសេស2018នេះថាតើមានដឹកនាំណាដែលគាត់គួរតែជ្រើសរើសបន្តនេះចំណុចទី1ចំណុចទី2ទៀតយើងមើលឃើញចាប់តាំងពីឆ្នាំ2013បន្ទាប់ពីរដ្ឋាភិបាលឬក៏គេហៅថាសភានៅក្នុងនីតិកាលទី5នេះលោកបានថាចូលបំពេញមុខងារយើងឃើញថាគណៈបកទាំងពីរនេះគិតតែពីរឿងជជែកគ្នាគិតតែពីឆ្លោះទាស់តែងគ្នាអញ្ចឹងគោលនយោបាយរបស់ជាតិនឹងហាក់ដូចជាអត់សូវបានយកមកពិចារណាទេដើម្បីរកតែឱកាសដើម្បីបែងជើងគ្នាអញ្ចឹងខ្ញុំឃើញថាសុយនគរមួយចំនួននៅក្នុងផែនការអភិវឌ្ឍជាតិតែខ្ញុំមិនចង់បញ្ជាក់លម្អិតទេចំទេគ្រាន់តែបញ្ជាក់ថាអត់ទាន់បានយកមកពិចារណាឲ្យបានដល់នៅឡើយទេចំណុចទី3ទៀតដោយសារតែយើងមានការបោះឆ្នោតនៅក្នុងអាណត្តិទី5នេះសម្រាប់ឆ្នាំ2018ហើយគណៈក្រុមសហគមន៍នៅឆ្នាំ2017ខាងមុខ
ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាការសាកល្បងដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលយើងមានតំណាងពីគណៈបកនៃការអំណាចដែលមានអាសនៈនៅក្នុងសភាហើយនឹងមានតំណាងមកពីអង្គការសង្គមស៊ីវិលដែលមិនមែនជារដ្ឋាភិបាលធ្វើការរួមគ្នាអញ្ចឹងយើងចង់ឃើញការជជែកគ្នានៃគណៈបកទាំងពីរនេះដើម្បីជំរុញធ្វើឲ្យប្រកាសថាការបោះឆ្នោតនៅក្នុងឆ្នាំ2017និងឆ្នាំ2018ជាការបោះឆ្នោតនៅក្នុងប្រវត្តិសាស្ត្រមួយដែលអាចជឿទុកចិត្តបានដែលមានតម្លាភាពហើយនិងមានសុចរិតភាពទី4ទៀតដោយសារតែជាទូទៅនៅក្នុងការបោះឆ្នោតជាពិសេសឆ្នាំ2018ជាការបោះឆ្នោតជ្រើសរើសរដ្ឋសភាដែលមានជំរុញឲ្យមានការតែងតាំងនាយករដ្ឋមន្ត្រីអញ្ចឹងខ្ញុំឃើញមានការសម្ដែងមតិផ្សេងៗពីថ្នាក់ដឹកនាំគណៈបកប្រជាជនក្តីពីគណៈបកសង្គមជាតិដែលបង្ហាញសញ្ញាណមួយមិនល្អទេសម្រាប់ការបោះឆ្នោតគឺសំដៅទៅលើការទទួលយកលទ្ធផលនៃការបោះឆ្នោតអញ្ចឹងខ្ញុំយល់ថាប្រសិនបើអ្នកទាំងពីរអាចដាក់បញ្ហាជជែកគ្នាអំពីថាតើបន្ទាប់ពីការបោះឆ្នោតឆ្នាំ2017និង2018ហ្នឹងថាតើគណៈបកទាំងពីរហ្នឹងមានគោលនយោបាយយ៉ាងម៉េចដើម្បីរួមចំណែកគ្រប់គ្រងលទ្ធផលដែលកើតចេញពីការបោះឆ្នោតនេះបើសិនបើយើងចង់ឃើញចំណុចនេះព្រោះហេតុផលនេះជារឿងសំខាន់ណាស់ពីព្រោះប្រជាពលរដ្ឋកំពុងតែមានការបារម្ភជាពិសេសសារពីអ្នកដឹកនាំនយោបាយដែលប្រកាសសង្គ្រាមប្រកាសកម្ចាត់ពួកឧទាមទាំងអស់នេះគឺជាសារនយោបាយមួយដែលលងនៅក្នុងគេហៅថាអាត្មារបស់មនុស្សនៅក្នុងព្រលឹងរបស់មនុស្សអញ្ចឹងបើសិនបើអ្នកទាំងពីរនេះមិនបានយករឿងនេះទៅពិនិត្យពិចារណាហើយផ្ញើសារមួយល្អថ្មីទេតាំងពីការទទួលយកលទ្ធផលនៃការបោះឆ្នោតខ្ញុំឃើញថាការបោះឆ្នោត2017 2018នេះមិនទទួលនៅទៅតាមគោលដៅដែលយើងចង់បានទេបាទនេះគឺជាចំណុចទាំង4ខ្ញុំសង្ឃឹមថាគាត់នឹងយកមកពិចារណាបាទចំណុចទាំង4របស់លោកបណ្ឌិតច័ន្ទវិបុលនេះខ្ញុំបានកត់ត្រាទុកហើយខ្ញុំនឹងងាកមកពិភាក្សាម្ដងមួយចំណុចដើម្បីឲ្យលោកវិបុលអាចនឹងពន្យល់បន្ថែមលម្អិតជាងនឹងបន្តិចទៅទៀតក៏ប៉ុន្តែឥឡូវនេះខ្ញុំចង់ផ្ដល់ឱកាសជូនលោកឆាំប៊ុនថេតវិញម្ដងតើលោកឆាំប៊ុនថេតគិតថាតើនៅពេលដែលគណៈបកនយោបាយទាំងពីរជួបគ្នាជាលើកទី1នៅក្នុងឆ្នាំ2017ក្រោយថ្ងៃ11មករានេះលោករំពឹងថានឹងមានលទ្ធផលបែបណាដែរទេហើយអ្វីដែលពួកគេអាចនឹងលើកយកមកនិយាយបានក្រៅពី4ចំណុចដែលលោកបណ្ឌិតច័ន្ទវិបុលបានលើកមិញនេះបាទសូមអញ្ជើញលោកឆាំប៊ុនថេតបាទបាទអរគុណលោកច័ន្ទលោកជំទានបុតហើយសូមគោរពជនរួមជាតិសូមគោរពបងច័ន្ទវិបុលខ្ញុំពេញចិត្តអ្វីដែលបងច័ន្ទវិបុលលើកឡើង4ចំណុចអំបញ្ញមិញហើយខ្ញុំផ្ទាល់ខ្ញុំមិនសូវជាមានសុទ្ធិធិនិយមថាចំណុចទាំង4ហ្នឹងអាចនឹងយកទៅចែកបានប្រមាណនេះជាចំណុចល្អក៏ប៉ុន្តែបើសិនជាអ្នកនយោបាយមិនបានផ្លាស់ប្ដូរផ្នត់គំនិតនយោបាយទស្សនៈនយោបាយដែលគាត់ធ្លាប់មានកាលពីឆ្នាំចាស់ហ្នឹងចំណុចអស់ហ្នឹងគឺអាចជជែកគ្នាបានតែយើងសង្ឃឹមថាគាត់នឹងអាចយកចំណុចហ្នឹងយកទៅជជែកគ្នាចំណុចមួយទៀតដែលខ្ញុំគិតថាជាចំណុចទី5ចុះខ្ញុំចង់បន្ថែមចូលជាមួយនឹងអ្វីដែលលោកច័ន្ទវិបុលលើកឡើងអំបញ្ញមិញគឺចំណុចទាំង4នេះខ្ញុំចង់ថែមចំណុចទី5គឺចង់ឃើញអ្នកនយោបាយដែលជួបគ្នាលើកទី1នេះជជែកគ្នាបញ្ចប់វប្បធម៌នយោបាយអាក្រក់ដែលយើងមានរាប់សិបឆ្នាំមកហើយរាប់សិបទសវត្សរ៍តាំងពីសម័យបែកអង្គរមកទល់សពថ្ងៃខ្ញុំគិតថាគួរតែនាំគ្នាទៅជែកពីហ្នឹងឲ្យច្បាស់ឲ្យស្គាល់ប្រវត្តិសាស្ត្រឯងឲ្យច្បាស់ថានយោបាយលៀបពណ៌គ្នាចោលគ្នាថាជាអាយ៉ងបរទេសនេះគឺធ្វើឲ្យខ្មែរបាត់បង់ទឹកដីច្រើនណាស់តាំងពីប្រទេសមហានគរបណ្ណានៃម្សិលប្រទេសទូជាងម្រាមដៃនៅក្នុងផែនទីហើយនយោបាយរករឿងគ្នាទៅវិញទៅមកដោយលោកច័ន្ទវិបុលមានប្រសាសន៍បាញ់មិញអញ្ចឹងឆ្កឹះឆ្កៀលគ្នាក្តិចត្រួយគ្នាទឹកឡើងត្រីស៊ីសម្ោចទឹកហើយសម្ោចស៊ីត្រីនេះនយោបាយហ្នឹងគួរតែបញ្ចប់ហើយយើងមើលការជឿចាប់ខ្មែរអត់ចាំបាច់មើលទៅដល់សម័យអង្គរឡើងវិញទេយើងមើលថាពីសម័យបកូនអាស៊ីនុមកទល់សពថ្ងៃនេះតើយើងមានវប្បធម៌ស្អីខ្លះការសម័យបកូនអាស៊ីនុយើងចោទព្រះអង្គថាជាជនផ្ដាច់ការហើយនាំគ្នាប្រឆាំងព្រះអង្គហើយអត់ប្រឆាំងជាមួយនឹងរបបផ្ដាច់ការទេតែប្រឆាំងជាមួយជននឹងទៅវិញប្រឆាំងជាមួយព្រះអង្គហើយវាយទម្លាក់ព្រះអង្គចឹងទៅអ្នកដែលគ្រប់គ្រងព្រះមហាក្សត្រត្រូវបានគេគៀបសង្កត់ត្រូវបានគេជិះជាន់វិញអ្នកដែលមើលឃើញថាបកូនណាជាជនផ្ដាច់ការជិះជាន់ហ្នឹងបានទៅឈ្នះហើយឡើងទៅជាជនជិះជាន់ម្ដងបានលន់នល់មកហ្នឹង
ក្រោយមកអ្នកដែលគេធ្វើបាបអ្នកដែលគ្រប់គ្រងព្រះមហាក្សត្រអ្នកដែលស្មោះត្រង់មួយព្រះមហាក្សត្រហ្នឹងឃើញលន់នល់អញ្ចឹងក៏នាំគ្នាវាយប្រឆាំងមួយលន់នល់វិញអញ្ចឹងទៅឈ្នះលន់នល់បានពលពតមកសម្រាប់រំខានអីចឹងទៅឃើញថាជាជនផ្ដាច់ការមួយថ្មីកើតមកទៀតអស់ជនផ្ដាច់ការមួយក្រុមបានជនផ្ដាច់ការមួយក្រុមថ្មីបានមានការតស៊ូថ្ងៃទី2ធ្នូឆ្នាំ78ហ្នឹងបញ្ចប់របបខ្មែរក្រហមស្អែកហ្នឹងខូបកំណើតបញ្ចប់របបខ្មែរក្រហមហ្នឹងយើងបញ្ចប់ជនផ្ដាច់ការមួយក្រុមអញ្ចឹងទៅតែឥឡូវនេះយើងចោទក្រុមថ្មីហ្នឹងថាជាជនផ្ដាច់ការទៀតហើយយើងនាំគ្នាវាយប្រឆាំងជាមួយនឹងលោកហ៊ុនសែនជាមួយនឹងក្រុមរបស់គាត់អីចឹងទៅចុះបើសិនជាក្រុមដែលថ្មីនឹងឈ្នះនេះតែអាចគាត់ជា liberator ទេជាអ្នកដោះស្រាយបញ្ហាសង្គមជាតិមិនមែនជាជនផ្ដាច់ការថ្មីទេអាហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឃើញថាតើអ្នកនយោបាយស្អែកនេះថ្ងៃ11ខែនេះក្រោយថ្ងៃ11ខែនេះគាត់អាចជជែកគ្នាបាទក្រោយថ្ងៃ11បាទគាត់អាចជជែករឿងបញ្ហាវប្បធម៌នយោបាយអាក្រក់ហ្នឹងហើយគួរតែលាងឲ្យស្អាតចាប់ពីឆ្នាំថ្មីហ្នឹងទៅគួរនាំគ្នាទៅចែកទៅពីការពិតគួរតែនាំគ្នាទទួលនឹងការរិះគន់ពីប្រជាពលរដ្ឋចេះទទួលកំហុសអ្វីដែលខ្លួនឯងធ្វើខុសហើយនាំគ្នាកែកំហុសទាំងអស់ហ្នឹងទាំងអស់គ្នាទាំងគណៈបកកណ្ដាលទាំងគណៈបកប្រឆាំងអីចឹងទៅកុំឲ្យគេនិយាយប៉ះប្រឆាំងទៅចោទគេអាយ៉ងចឹងទៅគេនិយាយប៉ះបកកណ្ដាលអំណាចទៅចោទគេហ្នឹងពួកប្រឆាំងអីចឹងទៅអាហ្នឹងវាអត់មានប្រយោជន៍ទេសម្រាប់ជាតិហើយអត់មានប្រយោជន៍សម្រាប់គណៈបកនយោបាយចឹងទៀតគោរពអ្នកប្រឆាំងអ្នកដែលមានគោលការណ៍ផ្ទុយពីគ្នាហ្នឹងត្រូវចេះគោរពសិទ្ធិមនុស្សអីចឹងទៅអាហ្នឹងជាអ្វីដែលអត់ដែលមានពីឆ្នាំ2016យើងអត់សូវឃើញមានទេខ្ញុំចង់ឃើញឆ្នាំ2017គឺមានវប្បធម៌ថ្មីហ្នឹងបាទលោកចិនបាទបាទអរគុណខ្ញុំចាប់អារម្មណ៍ប្រសាសន៍របស់លោកឆាំប៊ុនថេតបមាត់ដែលលោកថាការដូរផ្លាស់នៅប្រទេសកម្ពុជាយើងហ្នឹងគឺថាយើងភាគច្រើនគឺយើងប្រឆាំងតែនឹងបុគ្គលផ្ដាច់ការឬមួយចោតបុគ្គលនឹងថាផ្ដាច់ការទៅយើងប្រឆាំងបុគ្គលនឹងទៅតែយើងមិនប្រឆាំងឬមួយរំលំរបបផ្ដាច់ការនឹងចោលទេតើខុសគ្នាយ៉ាងម៉េចរបបផ្ដាច់ការមួយហ្នឹងគឺមានន័យថាមកពីមានជនផ្ដាច់ការហ្នឹងគឺជាអ្នកដែលគ្រប់គ្រងរបបហ្នឹងហើយបើសិនជារំលំរបបហ្នឹងមានន័យថារំលំមេដឹកនាំហ្នឹងហើយប៉ុន្តែលោកថាការពិតយើងមិនដែលរំលំរបបផ្ដាច់ការហ្នឹងលោកអាចបញ្ជាក់ច្បាស់ជាងនឹងបន្តិចបានទេបាទសូមអញ្ជើញជាទូទៅយើងកម្ចាត់ចោលជនផ្ដាច់ការយើងមិនមែនបញ្ចប់របបផ្ដាច់ការខ្ញុំមិននិយាយថានេះគឺយើងបញ្ចប់របបផ្ដាច់ការបានន័យថាយើងជាអ្នកដែលរងគ្រោះនេះអ្នកដែលគេជិះជាន់នេះត្រូវដោះលែងខ្លួនឯងចេញពីរបបផ្ដាច់ការហ្នឹងហើយត្រូវដោះលែងអ្នកដែលជិះជាន់យើងហ្នឹងជនផ្ដាច់ការទាំងនោះឲ្យគាត់រួចផុតពីរបបផ្ដាច់ការហ្នឹងដែរដូចអ្វីដែល Gandhi គាត់ធ្វើនៅឥណ្ឌាអញ្ចឹងគាត់អត់សម្លាប់ពួកស្បែកសទេគាត់រកសេរីភាពសម្រាប់ពួកឥណ្ឌាគ្នាគាត់ហើយនឹងពួក British ហ្នឹងអញ្ចឹងដែរដូចនៅSouth Africa Nelson Mandela គាត់អត់ប្រឆាំងជាមួយនឹងពួកស្បែកសទេគាត់ប្រឆាំងជាមួយនឹងរបបជិះជាន់នៅប្រទេសអាហ្វ្រិកាដូច្នេះគាត់អ្វីដែលគាត់ធ្វើនេះក៏ព្យាយាមបញ្ចប់អារបបហ្នឹងមិនមែនបញ្ចប់ជនដែលជិះជាន់គាត់ហ្នឹងទេនៅស្រុកខ្មែរយើងអត់អញ្ចឹងទេយើងកម្ចាត់ចោលមេដឹកនាំមួយក្រុមឬក៏ក្រុមមួយអញ្ចឹងទៅហើយឈ្នះហើយសង្កត់ក៏បន្ថែមអត់ឲ្យដកដង្ហើមរួចហ្មងលោកជំនាញបាទដូច្នេះមានន័យយ៉ាងម៉េចឥឡូវបាទឥឡូវលោកឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងនេះសារនយោបាយរបស់ខាងគណៈបកប្រឆាំងដែលយើងធ្លាប់ឮកាលពីពួកគាត់នាំគ្នាធ្វើបាតកម្មក្រោយការបោះឆ្នោតនឹងគឺក្រោយឆ្នាំ2013ហ្នឹងគឺមានសារនយោបាយហ៊ុនសែនចុះចេញទៅឯហ្នឹងតើសារនយោបាយហ្នឹងគឺជាសារនយោបាយសម្រាប់ដូរមេដឹកនាំឬមួយក៏កំទេចមេដឹកនាំហ្នឹងឬមួយក៏ជាសារនយោបាយសំរុំដែរហើយគោលនយោបាយហ្នឹងឯងគេហៅថាគោលនយោបាយប្រឆាំងជាមួយនឹងជនផ្ដាច់ការមិនមែនរបបផ្ដាច់ការទេប្រឆាំងជាមួយនឹងរបបផ្ដាច់ការយើងត្រូវមានគោលនយោបាយច្បាស់លាស់តើស្អីគេជាគេហៅ oppression ស្អីគេជាទម្រង់ oppression ទម្រង់ជិះជាន់ឧទាហរណ៍ថាតុលាការមិនឯករាជ្យតុលាការមិនយុត្តិធម៌តែត្រូវធ្វើម៉េចដើម្បីតុលាការនឹងមានយុត្តិធម៌គណៈបកអំណាចគណៈបកប្រឆាំងគួរតែមានគោលនយោបាយដើម្បីដោះស្រាយវិបត្តិហ្នឹងឧទាហរណ៍ថាបញ្ហាសេដ្ឋកិច្ចអ្នកមាននេះ
កេងប្រវ័ញ្ចអីចឹងទៅតែធ្វើម៉េចដើម្បីបញ្ចប់ទម្រង់នៃការកេងប្រវ័ញ្ចនេះណាតែត្រូវធ្វើម៉េចដើម្បីឲ្យមាន transparency នៅខាងអាបាកៃល្អបងតាមបលលោកយល់ច្បាស់ខាងហ្នឹងធ្វើម៉េចដើម្បីឲ្យមានតម្លាភាពនៅក្នុងការព្រោះតែពេលណាមានតម្លាភាពអំពើពុករលួយនេះចប់ហើយអាហ្នឹងជាគោលនយោបាយដែលយើងត្រូវធ្វើមិនមែនហ៊ុនសែននៅចោះចេញទៅទេអាហ្នឹងបានតែយើងប្រឆាំងមួយបុគ្គលហ្នឹងហើយព្រោះពេលដែលហ៊ុនសែនគាត់ចោះចេញទៅយើងឡើងមកកាន់អំណាចម្ដងលោកហ៊ុនសែនហ្នឹងអាចមានវិបត្តិអាចមានបញ្ហាដល់អញ្ចឹងគាត់ងាប់ក៏គាត់អត់ចោះដែរអាហ្នឹងអញ្ចឹងដោយសារនេះបងបាទដូច្នេះវាមានបញ្ហានេះមួយទៀតអ្វីដែលយើងឮកន្លងមកថាបើសិនជាមុនការបោះឆ្នោតនឹងយើងឮខាងគណៈបកប្រឆាំងនឹងគឺថាមានគម្រោងការរៀបចំច្បាប់មួយការពារមេដឹកនាំការពារអិសរាជជននៅពេលដែលគាត់អស់អំណាចទៅដើម្បីកុំឲ្យមានការធ្វើទុកបុកម្នេញអីដល់គាត់ជាដើមដើម្បីអនុញ្ញាតឲ្យគាត់អាចប្រឡែងកៅអីរបស់គាត់ប្រឡែងអំណាចរបស់គាត់នឹងដើម្បីប្រគល់ឲ្យអ្នកឈ្នះបានក៏ប៉ុន្តែនៅពេលដែលមានសាច់រឿងនឹងកើតឡើងក៏យើងមានលេចឮថាបើធ្វើបែបហ្នឹងហាក់ដូចជាយើងលើកទឹកចិត្តឲ្យអ្នកដែលផ្ដាច់ការអ្នកដែលប្រើនៅពេលដែលខ្លួនមានអំណាចនឹងជិះជាន់ប្រជាពលរដ្ឋចឹងទៅស្រាប់ដល់ពេលគាត់អស់អំណាចហើយនៅតែមិនមានការកាត់ទោសពួកគាត់មិនមានការរកយុត្តិធម៌ពួកគាត់នៅឡើយហើយវាបង្កើតជាគំរូអាក្រក់មួយនៅក្នុងសង្គមតើលោកយល់យ៉ាងម៉េចទៅវិញបើសិនជាយើងអនុគ្រោះអ្នកទាំងឡាយណាដែលមានអំណាចហើយធ្វើបាបជិះជាន់ប្រជាពលរដ្ឋឲ្យអស់អំណាចទៅនៅតែទុកឲ្យគាត់មានសេចក្តីសុខដដែលនឹងតើយើងថ្លឹងថ្លែងយ៉ាងម៉េចបានក្នុងបញ្ហានឹងបាទអានេះយើងត្រូវសួរខ្លួនយើងវិញតើយើងអាចបញ្ចប់យើងអាចបិទទំនប់ទឹកហូរមួយដែលប្រហូរសិទ្ធិឈាមនឹងបានទេបើសិនជាយើងព្រមព្រៀងបិទជាមួយគ្នាត្រឹមដំណាក់កាលហ្នឹងមេដឹកនាំសពថ្ងៃហ្នឹងដែលគាត់ធ្វើអញ្ចឹងហើយយើងផ្ដល់សេរីភាពផ្ដល់ការទុកចិត្តមួយឲ្យគាត់ផ្ដល់ការជឿជាក់មួយឲ្យគាត់ថាពេលដែលគាត់ចាប់ទៅគាត់មានសេរីភាពគាត់រួចខ្លួនហើយរៀបចំប្រព័ន្ធច្បាប់មួយអ្នកដទៃទៀតដែលកើតដែលធ្វើអញ្ចឹងតទៀតហ្នឹងលែងនេះតែគាត់ថាយើងត្រូវបន្ទប់នេះលំហូរឈាមដែលវាហូរមករាប់សិបសតវត្សមកហើយនេះតែយើងអាចបញ្ចប់បានត្រឹមនឹងបានទេអាហ្នឹងជាអ្វីដែលយើងត្រូវចរចាគ្នាអាហ្នឹងជាអ្វីដែលគណៈបកប្រឆាំងគាត់គួរតែលើកឡើងហើយពីព្រោះអត់អាចនិយាយថាយើងនឹងបង្កើតច្បាប់ហ្នឹងហើយយើងអាចជាស្រ័យហើយនេះថារួចខ្លួននោះទេតែគាត់ថាត្រូវរៀបចំធ្វើម៉េចពង្រឹងជំនឿរវាងគ្នានឹងបែបម៉េចហើយតែយើងព្រមព្រៀងទេអាហ្នឹងហើយបើថាព្រមព្រៀងទេអាអូដែលហូរទៅឲ្យឈាមហ្នឹងវានៅតែបន្តអញ្ចឹងរហូតណាអញ្ចឹងត្រូវមានកន្លែងមួយដែលយើងត្រូវបញ្ចប់អាទំហូរហ្នឹងបងបើមិនជាយើងអត់បញ្ចប់លំហូរឈាមហ្នឹងបានទេវានៅតែបន្តរហូតអញ្ចឹងវាអត់អាចចប់បានអញ្ចឹងវាត្រូវមានកន្លែងមួយដែលយើងត្រូវស្ម័គ្រស្មោះមួយនេះថាយើងត្រូវបញ្ចប់បើមិនអញ្ចឹងទេវានៅតែតអញ្ចឹងរហូតបាទពីរំងាប់ដោយការមិនចងពៀមិនចង់ទេបាទខ្ញុំចង់បន្ថែមកន្លែងហ្នឹងបាទសូមអញ្ជើញបាទលោកបណ្ឌិតចង់បញ្ជូនចែករំលែកកន្លែងហ្នឹងបន្តិចដោយលោកមន្ត្រីបានលើកអញ្ចឹងហើយខ្ញុំសូមបង្ហាញពីចំណាប់អារម្មណ៍បន្តិចកន្លែងហ្នឹងព្រោះបើខ្ញុំវិញខ្ញុំអត់បានចាត់ទុកថារាជការបច្ចុប្បន្នជាអ្នកទោសទេអញ្ចឹងឯងដោយសារតែប្រហែលជាយើងចាត់ទុកគណៈបកផ្សេងយ៉ាងម៉េចអាចចាត់ទុកគាត់ជាអ្នកទោសខ្ញុំមិនបានមើលផ្លូវហ្នឹងទេបាទពីព្រោះថាសប្ងៃគាត់អត់មានទោសទេបាទអញ្ចឹងណាយើងអត់មានទោសទេបើមានទោសយើងរស់នៅអត់សុខទេអត់ដូចចំនួនពលពតទេបងប្អូនគាត់កាប់សម្លាប់តែម្ដងអញ្ចឹងគ្រាន់តែវាអាចខុសឆ្គងនៅក្នុងទម្រង់ច្បាប់មែនខ្ញុំទីហោមានអំពើពុករលួយអញ្ចឹងមែនមានខ្វះនីតិរដ្ឋអញ្ចឹងមែនមានបពុនិយមប៉ុន្តែខ្ញុំឃើញថារដ្ឋបច្ចុប្បន្នថាតុលាការទោះបីជាតុលាការបច្ចុប្បន្នមិនឯករាជ្យទៅចោះតែយើងនិយាយអញ្ចឹងប៉ុន្តែយើងមើលឲ្យឃើញទាំងគ្នាសិនយើងមើលទាំងទម្រង់នៃជាតិសាសន៍តែម្ដងអញ្ចឹងគាត់មិនមែនជាអ្នកទោសទេអញ្ចឹងឯងខ្ញុំយល់ថាដែលយើងធ្លាប់តែពិភាក្សាគ្នាថាប្រសិនបើគណៈបកណាដែលចង់បានអំណាចដែលចង់ឈ្នះហ្នឹងលោកធ្វើខ្លួនឲ្យល្អទៅហើយត្រៀមខ្លួនទទួលយកលទ្ធផលទាំងអស់គ្នាទៅហើយនៅពេលដែលប្រសិនមកក្នុងករណីថានៅពេលដែលលោកដែលជាអ្នកថ្មីហ្នឹងកាន់អំណាចហ្នឹងរកឃើញថាអ្នកបច្ចុប្បន្នហ្នឹងខុសអាហ្នឹងជាប្រព័ន្ធតុលាការនៅក្នុងរដ្ឋាភិបាលថ្មីទៅអាហ្នឹងគឺជាប្រទេសមួយដែលប្រកាន់យកនៅលទ្ធិមួយគេហៅលទ្ធិនីតិរដ្ឋមានថាគោរពច្បាប់ជាធំចុះប្រសិនបើយើងឃើញមើលអ្នកដតីថាអ្នកដែលកំពុងកាន់អំណាចបច្ចុប្បន្នជាសត្រូវ
អញ្ចឹងខ្ញុំឃើញថានៅក្នុងសង្គមហ្នឹងមិនមែនជាសង្គមដែលប្រកាន់យកអ្វីទៅគេហៅថាពណ៌ចម្រុះនៃគំនិតឬក៏ពណ៌ចម្រុះនៃលទ្ធិប្រជាធិបតេយ្យទេឬក៏ហៅថាគុណភាពនៃប្រទេសដែលប្រកាន់យកលទ្ធិនីតិរដ្ឋទេប៉ុន្តែយើងចេះតែចង់ឈ្នះគ្នាទេរាល់ថ្ងៃហ្នឹងដោយសារតែខ្ញុំមើលឃើញគណៈបកមួយចំនួនយកឱកាសហ្នឹងដើម្បីបង្ហាញទៅប្រជាពលរដ្ឋឲ្យឃើញខ្ញុំឃើញថាគាត់មានអ្នកដែលកំពុងកាន់អំណាចហ្នឹងគាត់មានកំហុសមួយចំនួនអញ្ចឹងមែនដូចខ្ញុំបានបញ្ជាក់អញ្ចឹងប៉ុន្តែជាលក្ខណៈប្រព័ន្ធហើយបើសិនបើខ្ញុំចង់បន្ថែមលោកបន្ថែមបន្តិចនៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងពាក្យថាចំនួនដែលខ្ញុំរកឃើញគឺមិនមែនជាចំនួនបុគ្គលទេតាមការពិតទៅគឺយើងចំនួនមេគានយោបាយឲ្យតែអ្នកនឹងកាន់ប្រព័ន្ធកុម្មុយនីសគឺអ្នកសេរីអត់ត្រូវទេនៅក្នុងសម័យសេនុគឺអត់ត្រូវទេជាមួយសេរីទោះបីលោកថាលោកមិនចូលបកសម្ព័ន្ធក្តីប៉ុន្តែលោកចុងក្រោយទៅចិនអញ្ចឹងលន់នល់អត់ត្រូវជាមួយគាត់ទេក្រោយមកទៀតលន់នល់បានអំណាចសេនុក៏អត់ត្រូវទេអញ្ចឹងប៉ុលពតគាត់មកកាន់កុម្មុយនីសវិញអញ្ចឹងដល់ពេលកុម្មុយនីសកាប់ចាក់យ៉ាងណាអ្នកបង្កើតអាចវៀតណាមអ្នកបង្កើតចិនអ្នកបង្កើតឆ្នាំ1975ហ្នឹងអញ្ចឹងក្រោយមកទៀតយើងសងសឹកគ្នាសងសឹករឿងអីអត់សងសឹករឿងក្រៅពីមនោគមវិជ្ជានយោបាយទេអញ្ចឹងបើយើងនៅទទួលស្គាល់ថាវាមានគោលនយោបាយជារឿងសំខាន់អញ្ចឹងការជជែកគ្នាដើម្បីបង្កើតមានគោលនយោបាយថ្មីមួយសម្រាប់កម្ពុជាកុំយករឿងកុម្មុយនីសមកដើរតួកុំយករឿងប្រជាធិបតេយ្យមកដើរតួកម្ពុជាអត់ដែលសុខទេនៅក្នុងសម័យមហានគរអត់ដែលនិយាយពីរឿងកុម្មុយនីសឬប្រជាធិបតេយ្យទេគឺនិយាយតែមួយគត់គឺអភិបាលកិច្ចដែលមានគុណធម៌ប្រកបដោយទស្សនវិជ្ជាធម៌បាទអរគុណលោកចង់បញ្ជាក់បាទអរគុណលោកច័ន្ទវិបុលខ្ញុំចាប់អារម្មណ៍ចំណុចលោកថាមានមនុស្សមួយចំនួននឹងមើលឃើញរដ្ឋាភិបាលសប្តាហ៍ថ្ងៃហ្នឹងមិនមែនជាអ្នកទោសចំពោះលោកបើជាអ្នកទោសហើយចំពោះលោកវិញមិនមើលឃើញជាអ្នកទោសទេតើលោកអាចពន្យល់អ្នកដែលមើលឃើញរដ្ឋាភិបាលសពថ្ងៃថាជាអ្នកទោសនឹងយ៉ាងណាពីព្រោះលោកបានជ្រាបហើយអ្នកដែលចាត់ទុករដ្ឋាភិបាលសពថ្ងៃថាជាអ្នកទោសនឹងគឺថាមកពីឃើញថាមានការកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការហើយមិនដែលចាប់អ្នកដែលប្រព្រឹត្តបទល្មើសបាញ់គេទាំងស្រស់អីនឹងយកទៅកាត់ទោសឲ្យទទួលផលទៅតាមអ្វីដែលគាត់បានប្រព្រឹត្តនឹងទេមានការកាប់បំផ្លាញព្រៃឈើមានការលួចអគាររដ្ឋយកលុយដាក់ហៅប៉ៅអីជាដើមនឹងតើពន្យល់ពួកគាត់យ៉ាងណាដើម្បីឲ្យពួកគាត់មើលឃើញដោយលោកច័ន្ទវិបុលដែរថារដ្ឋាភិបាលសប្តាហ៍ថ្ងៃនឹងមិនមែនជាអ្នកទោសខ្ញុំយល់ថាតាក់ទងនឹងសមត្ថភាពរបស់គាត់ទៅវិញទេពីព្រោះការបង្កើតការដឹកនាំរដ្ឋវាទាមទារមានសមត្ថភាពមួយអញ្ចឹងអ្នកដឹកនាំមួយចំនួនធំគឺលោកខ្វះសមត្ថភាពមួយគេហៅភាពជាអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យប៉ុន្តែគាត់ដឹកនាំរដ្ឋបែបកុម្មុយនីសនិយមផ្ដាច់ការនិយមហើយនឹងលទ្ធិគ្រួសារនិយមប៉ុន្តែគាត់មិនមែនជាអ្នកទោសទេយើងត្រូវដឹងទាំងអស់គ្នាយើងទទួលស្គាល់គ្នាទាំងអស់គ្នាចំណុចដែលខ្ញុំចង់បញ្ជាក់នេះហេតុផលដែលយើងនិយាយថាជាអំណាចផ្ដាច់ការកុម្មុយនីសនិយមនេះគឺអ្នកដឹកនាំទាំងអស់នេះលោកអត់ទាន់មានសមត្ថភាពពេញលេញក្នុងការប្រើប្រាស់តាមវិធាននៃការគោរពសិទ្ធិមនុស្សនីតិរដ្ឋហើយនិងប្រជាធិបតេយ្យដូចនេះហៅប្រជាធិបតេយ្យគឺការទទួលយកសម្ដីចម្រុះខ្ញុំឧបមានៅក្នុងរដ្ឋសភាទៅចុះយើងមានគណៈបក2នេះអញ្ចឹងថ្នាក់ដឹកនាំរដ្ឋាភិបាលសប្តាហ៍ថ្ងៃដែលមានអំណាចធំហ្នឹងលោកអត់ទាន់មានសមត្ថភាពក្នុងការយកគំនិតអំពីតម្លៃនៃការចូលរួមរបស់សមាជិកសភាមតិភាគតិចទេប៉ុន្តែគាត់ចាត់ទុកថាអ្នកទាំងអស់គ្នាជាសត្រូវកន្លែងនេះខ្ញុំនិយាយថាគាត់មិនមែនជាអ្នកទោសនៅក្នុងរាជការទេឬក៏អ្នកទោសនៃសង្គមទេប៉ុន្តែគាត់ខ្វះសមត្ថភាពមួយក្នុងការទទួលយកគំនិតពីអ្នកដទៃតែខ្ញុំមកចង់បញ្ជាក់កន្លែងនេះគឺខ្ញុំសំដៅទៅលើឆន្ទៈដែលនៅលើសមត្ថភាពទី2ទៀតអាចគាត់ទទួលអត្តពលនៃការរួមអំណាចនយោបាយពីប្រទេសដទៃដែរហើយដោយសារតែយើងមើលប្រវត្តិសាស្ត្រខ្មែរយើងច្រើនតែនៅពេលដែលក្ដុងក្ដាំងពេកប្រទេសយើងធ្លាក់ក្នុងសង្គ្រាមដែលយើងមើលឲ្យទាំងអស់គ្នាអញ្ចឹងនៅក្នុងឆ្នាំ1970លោកសមាប្រមុខគាត់ប្រកាសយកអាមេរិកមកដាក់ពីក្រោយខ្នងអញ្ចឹងគាត់ប្រឆាំងដាច់ខាតចំពោះនឹងស្ថានភាពរដ្ឋចិនហើយនឹងគណៈបកឥណ្ឌូចិនអញ្ចឹងឯងបានកម្ពុជាយើងស្ថិតនៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃអញ្ចឹងខ្ញុំយល់ថាប្រហែលជានេះជាវិធីសាស្ត្រមួយដែររបស់គណៈបកកណ្ដាលអំណាចក្នុងការទប់ស្ថានភាពនយោបាយកម្ពុជាខ្ញុំអត់ចាត់ទុកគាត់ជាអ្នកទោសទេប៉ុន្តែខ្ញុំផ្ដោតទៅលើសមត្ថភាពគឺគាត់អត់មានសមត្ថភាពពេញលេញក្នុងការដឹកនាំរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សហើយនិងនីតិរដ្ឋទេ
បាទសូមអរគុណលោកបណ្ឌិតច័ន្ទវិបុលឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ម្នាក់ដែលបានហៅមកពីព្រំដែនកម្ពុជាថៃគឺលោកបញ្ញាបាទលោកបញ្ញាសូមអញ្ជើញដាក់សំណួរបាទជ្រាបសួរលោកចាំជួនចាំបត់ហើយជ្រាបវាគ្មិនផងបាទខ្ញុំសួរទៅវាគ្មិនណាឆ្លើយក៏បានដែរខ្ញុំសួរថាតើចរចាខាងមុខនេះតើគំនិតលោកទាំងអស់ហ្នឹងតើការចរចារបៀបណាឬយកទស្សនៈឬដែលគំនិតណាឬការចរចានេះពិតជាការចរចានាំមកនូវការឯកភាពជាពិតប្រាកដការជឿទុកចិត្តគ្នាណាបញ្ចប់នៅអតីតកាលអតីតកាលសំទឹកគ្នាមិនចេះកប់ហើយយកនីតិរដ្ឋយកឆន្ទៈអីជាធំណាកុំឲ្យតែមានគំនិតទៅណាដូចជាគណៈបកប្រឆាំងអញ្ចឹងក៏យកអតីតកាលការឡើងកាន់អំណាចចេះចោលវាផ្លៃស្នូវាថោកទៀតទោះបីយ៉ាងម៉េចក៏ដោយក៏ការរត់ខ្លងការរកណាត់នេះដែលទៅដួលខ្មែរក្រហមនឹងគឺពីពុទ្ធនេះក៏ក៏មានជាចំណៃពីល្អដែរហើយអ្នកកាន់អំណាចគុំពុំប្រើអំណាចរហូតដល់ឌីលគ្នាណាទូពុទ្ធយុទ្ធវៈសាលាការគឺសាលាការគេដឹងទូទៅទៅហើយសង្គមខ្មែរយើងបើគាត់ប្រកាន់នេះគណៈបកប្រឆាំងក៏ដូចជាគណៈបកកណ្ដាលនេះក៏អាចនឹងស្កាត់បងអញ្ចឹងគឺទឹកលោកថាទាំងអស់ហ្នឹងលោកមានលោកណាក៏ដោយដែលមានទស្សនៈថាចរចាដើម្បីចរចាយ៉ាងម៉េចដើម្បីឲ្យមានការជឿទុកចិត្តហើយនឹងមានការឯកភាពគ្នានាំមកនៅនីតិរដ្ឋឬគោរពឆន្ទៈរាស្ត្រពិតប្រាកដណាពីព្រោះថាប្រទេសខ្មែរយើងគឺកើតមកខ្ញុំសិក្សាទៅគឺស្រាវជ្រាវទៅគឺឃើញថាសងទឹកគ្នាមួយមិនទាន់កាន់អំណាចថាមួយនោះគ្រាន់បើលួននៅឡើងមកប្រយ័ត្នជាងពីអនុពលផូតកតៃណាតករិភូមិនេះទុនជីជនពលកម្មអីឡើងមកកាត់តឡាបរដ្ឋកម្ពុជានឹងសិតតែតករិភូមិមូលធនចេះចុះដល់តែថ្ងៃនេះខ្លួនឯងនឹងលើកពីមូលធនលើកពីតករិភូមិទៅទៀតណាបាទសូមចូលរួមមានមតិក៏ដូចជាដាក់សំណួរមិញប៉ុណ្ណឹងអរគុណបាទជម្រាបលាបាទសូមអរគុណលោកបញ្ញាបាទសូមអញ្ជើញឥឡូវសូមអញ្ជើញលោកឆាំប៊ុនថេតបាទខ្ញុំគិតថាអ្វីដែលយើងចង់ឲ្យឃើញមានការចរចាគ្នានេះយើងបានបងវិបុលបានលើកឡើងហើយប្រហែលចំណុច4ចំណុចខ្ញុំថែមមួយចំណុចខ្ញុំនិយាយឲ្យត្រង់ទៅខ្ញុំដូចខ្ញុំនិយាយតាំងពីដើមមកយ៉ាងខ្ញុំមិនសូវជាមានសូតិធិនិយមសម្រាប់ការប្រជុំថ្ងៃមុខនេះប្រហែលទេពីព្រោះបើយើងមើលសារនយោបាយរបស់មេដឹកនាំនយោបាយលោកសំរងស៊ីបើយើងមើល5-6ថ្ងៃចុងក្រោយនេះសារនយោបាយរបស់គាត់នៅតែចាក់កលេចនៅតែបង្កឲ្យមានភាពក្តៅក្រហាយខាងក្នុងទៅលើមេដឹកនាំកាន់អំណាចហើយមេដឹកនាំកាន់អំណាចគេនៅតែចាក់ឆ្កឹះឆ្កៀលគ្នាទៅវិញទៅមកខ្ញុំគិតថាការចរចានៅថ្ងៃខាងមុខនេះវាគ្រាន់តែជាការដោះដូរស្អីមួយឬក៏វាជាដំណោះស្រាយនយោបាយស្អីមួយហើយនៅក្នុងសង្គមខ្មែរយើងដំណោះស្រាយនយោបាយដូចលោកច័ន្ទវិបុលមានប្រសាសន៍លើកឡើងមកអញ្ចឹងដំណោះស្រាយនយោបាយមិនមែនជាដំណោះស្រាយជាតិទេយើងគួរតែខ្ញុំចង់ឃើញគណៈបកសង្គ្រោះជាតិពីព្រោះជាធម្មជាតិអ្នកដែលជិះជាន់គេមិនអាចដោះលែងខ្លួនឯងចេញពីរបបជិះជាន់បានទេលោក Gandhi ក៏គាត់មានប្រសាសន៍អញ្ចឹង Paulo Freire នៅប្រេស៊ីលដែលគាត់តស៊ូនៅប្រេស៊ីល Nelson Mandela Martin Luther King គាត់និយាយដូចគ្នាអ្នកដែលជិះជាន់គេមិនអាចដោះលែងខ្លួនឯងចេញពីរបបជិះជាន់បានទេមានតែអ្នកដែលគេជិះជាន់ទេទើបអាចដោះលែងខ្លួនឯងពីរបបជិះជាន់បានក៏ប៉ុន្តែការដោះលែងខ្លួនឯងនោះទៀតសោតបើដោះលែងតែខ្លួនឯងអ្នកដែលជិះជាន់យើងនឹងខ្លាយទៅជាជនរងគ្រោះម្ដងដូច្នេះត្រូវដោះលែងខ្លួនឯងហើយដោះលែងអ្នកដែលជិះជាន់យើងទៀតដូចខ្ញុំនិយាយពីខាងដើមមកអញ្ចឹងខ្ញុំចង់ឃើញតួនាទីរបស់គណៈបកប្រឆាំងអ្នកដែលចង់បានសេរីភាពអ្នកដែលស្រឡាញ់សេរីភាពអ្នកដែលស្រឡាញ់យុត្តិធម៌អ្នកដែលស្រឡាញ់សន្តិភាពនេះចាប់ផ្ដើមធ្វើគោលនយោបាយមួយដែលជាគោលនយោបាយជាតិមិនមែនជាគោលនយោបាយបកនយោបាយដើម្បីយកឈ្នះគណៈបកកណ្ដាលអំណាចទេតែជាគោលនយោបាយមួយដែលធ្វើឲ្យជាតិឈ្នះនយោបាយមួយដែលផ្ដល់អំណាចផ្ដល់សេរីភាពឲ្យទៅប្រជាពលរដ្ឋហើយឲ្យទៅបុគ្គលដែលជិះជាន់
វិជាពលរដ្ឋជាជាន់គាត់នឹងផងដូច្នេះហើយអាហ្នឹងត្រូវមានគោលនយោបាយច្បាស់លាស់ហើយគាត់ត្រូវព្យាយាមធ្វើទៀតគឺពង្រឹងនៅជំនឿជាមួយនឹងអ្នកដែលជិះជាន់គាត់តែកុំជឿថាពួកអ្នកដែលជិះជាន់គាត់ហ្នឹងអាចអធិស្ឋាននឹងដោះអាចនឹងបញ្ចប់របបនឹងបានអត់ទៅរួចទេមានតែអ្នកប្រឆាំងនឹងឯងព្យាយាមហើយកុំឲ្យមាន political compromise ការចរចានយោបាយការដោះស្រាយនយោបាយទាំងឡាយណាដែលកើតឡើងគឺអត់ប្រយោជន៍អាហ្នឹងអាស្រ័យលើការអ្វីដែលមានដែលកើតឡើងពីមុនមកណាលោកច័ន្ទបុតអត់អាចទៅរួចដូច្នេះយើងចង់ឲ្យមានគោលនយោបាយច្បាស់លាស់ចេញពីគណៈបកប្រឆាំងហើយនឹងមានការចរចាហើយនឹងមានការពង្រឹងនៅជំនឿដែលចេញពីគណៈបកប្រឆាំងហើយទាញប្រជាពលរដ្ឋឲ្យចូលរួមជាមួយពីខាងក្រោមមកនេះ grassroots democratic politics គឺនាំប្រជាពលរដ្ឋនឹងចូលរួមជាមួយគ្នាដើម្បីបញ្ចប់របបហ្នឹងពង្រឹងឲ្យប្រជាពលរដ្ឋនិងគណៈបកប្រឆាំងហ្នឹងឲ្យខាងគណៈបកកណ្ដាលសប្តាហ៍មើលឃើញថាយើងមិនមានចេតនាបំផ្លាញគាត់ទេយើងមិនមានចេតនាធ្វើបាបគាត់ទេយើងមានចេតនាដើម្បីរកសន្តិភាពអាហ្នឹងបានទៅរួចបើថាធ្វើនយោបាយដោយសប្តាហ៍សារនយោបាយដោយលោកសំរងស៊ី5ថ្ងៃនេះបើលោកចិនបុតចូលទៅមើលនៅក្នុង Twitter របស់គាត់ទៅមើលក្នុង Facebook របស់គាត់អត់មានសារនយោបាយសន្តិភាពមួយទេគឺសារនយោបាយខ្ញុំមើលសារនយោបាយខ្ញុំតាមដានបាទវាអត់មានបាទនេះខ្ញុំមានប៉ុណ្ណឹងបាទចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ហើយចង់ងាកមកសួរលោកទាំងពីរដែរនេះគឺជាចំណុចទី1របស់លោកបណ្ឌិតច័ន្ទវិបុលដែលលោកមានប្រសាសន៍ថាទី1នឹងលោកចង់ឲ្យឃើញមានការដោះលែងមន្ត្រីសិទ្ធិមនុស្សហើយនិងមន្ត្រីគជបលោកមីចរាជាពិសេសនឹងដែលកំពុងតែជាប់ពន្ធនាគារនឹងនៅក្នុងកិច្ចចរចានឹងហើយបើយើងឮលហិចលៀងកន្លងមកជាពិសេសថ្មីនេះលោកសំរងស៊ីបានបន្លយពាក្យថាការដែលគេមិនលែងនេះគឺថាដែលហេតុថាវាមានបញ្ហាបខំឲ្យមានការដោះដូរអីចុះឡើងជាដើមហើយអ្នកវិភាគនយោបាយមួយចំនួនក៏តែងតែលើកឡើងដែរថាពីខាងគណៈបកការដប់ណាយវិញតែងតែចាប់សង្គមស៊ីវិលតែងតែចាប់មន្ត្រីសិទ្ធិមនុស្សឬមួយមន្ត្រីពីខាងគណៈបកប្រឆាំងនឹងឲ្យធ្វើជាចំណាប់ខ្មាំងរហូតដើម្បីដោះដូរនយោបាយគ្នាតែរហូតទៅតើធ្វើបែបណាដើម្បីដោះស្រាយបញ្ហានេះបានតើខាងគណៈបកប្រឆាំងនឹងត្រូវតែដោះដូរសម្របសម្រួលដើម្បីឲ្យអ្នកទោសដែលគេចាប់នឹងរួចខ្លួនមកវិញទៅហើយបន្ទាប់មកទៀតនឹងក៏សម្របសម្រួលផ្ដាល់អីទៅខាងគណៈបកកាន់អំណាចនឹងវិញឬមួយក៏ខាងគណៈបកប្រឆាំងនឹងសុខចិត្តចំណាយថាដែលជាប់នឹងគឺជាប់ចុះនៅតែតស៊ូដដែលដើម្បីឲ្យសម្រេចបាននៅគោលការណ៍ជាតិអីណាមួយនោះជាជាងគ្រាន់តែនឹងចរចាគ្នាដើម្បីដោះដូរអ្នកទោសទៅវិញទៅមកឬមួយក៏លែងអ្នកទោសទៅដើម្បីបានប្រយោជន៍អីមួយទៅគណៈបកមួយទៀតនោះទេបាទខ្ញុំសូមជួយលោកឆាំបុត្រេតម្ដងទៀតឆ្លើយសំណួរចំណុចនេះបាទចេះបើយើងមើល20ឆ្នាំចុងក្រោយជាងនេះយើងឃើញមានការចាប់ចងលែងចាប់ចងលែងគឺសឹងរាល់ឆ្នាំសឹងរាល់អាណត្តិក៏ដែលមានអត់ដែលខានទេដូច្នេះបើយើងមើលឲ្យច្បាស់ទៅអានឹងវាជាធម្មជាតិរបស់អ្នកជនប្រតិការជាធម្មជាតិរបស់អ្នកដែលជិះជាន់គេយើងអាចបញ្ចប់អានឹងបានទេអ្នកដែលអាចដោះលែងអានឹងបានដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងមានតែអ្នកដែលត្រូវគេជិះជាន់នេះ liberate ខ្លួនឯងទៅដោះលែងខ្លួនឯងហើយទាញរកសេរីភាពខ្លួនឯងហើយផ្ដល់សេរីភាពឲ្យទៅអ្នកដែលជិះជាន់នឹងវិញតែអានឹងគឺការឡើងចេញពីការធ្វើម៉េចគឺការទាមទារឲ្យមានសេរីភាពមិនមែនស្នើសុំឲ្យមានសេរីភាពមិនមែនចរចាដើម្បីរកសេរីភាពទេគឺត្រូវមានគោលការណ៍ដើម្បីរកសេរីភាពធ្វើមានគោលការណ៍ដើម្បីរកសន្តិភាពហើយទាមទារធ្វើមិនក៏ដោយឈាមហូរក៏ដោយតែជាឈាមរបស់យើងឬជាឈាមដែលហូរហ្នឹងមិនមែនឈាមរបស់ខាងកាន់អំណាចទេជាឈាមរបស់យើងដើម្បីរកសេរីភាពសម្រាប់យើងហើយសេរីភាពសម្រាប់អ្នកដែលជិះជាន់យើងហ្នឹងអានេះដូចនេះមិនមានន័យស្មើថាដូច្នេះមិនមានន័យថានឹងត្រកទាល់តែធ្វើបដិវត្តមិនមែនធ្វើការតាមការចរចានយោបាយទេមិនមែនគេហៅថាបណិវត្តគេហៅ revolution ឬក៏អីទេមិនមានន័យថាអញ្ចឹងឯងយើងគ្រាន់តែទាមទារឲ្យមានការផ្លាស់ប្ដូររបបនៃការគ្រប់គ្រងសង្គមទាមទារឲ្យមានការផ្លាស់ប្ដូរនៃផ្នត់គំនិតនៃផ្នត់នយោបាយនៅក្នុងសង្គមមួយហើយគឺយើងទាមទារឲ្យ
đại hàng cả đôi gen đi có phơi nên đi ấy chẳng còn do chỉ vớt bao con giờ ta đã được hàng mục sốc chất slap nên nè đâm bay tiêm tia miếng cà phê đồ nó trong sông cùm hay anh cái trong bỏ prai thà tay chỉ phạt để vót được còn mình chỉ phạt để vót mình cứ tiêm tia mình sẽ lấy phim hay cứ phơiนโยบายการเป็นนโยบายประกอบเชี่ยมนโยบายได้โรลเลยมีอะไรนี่มีอะไรนู้ไอ้ยังได้คือนโยบายการเป็นนโยบายเราสันติภาพสมัยมันนึกถึงออกนี่สมัยเนี่ยได้ชี้จอนยืงสมัยยืงได้ชี้จนได้ถือชี้จอนเนี่ยอันนั้นนี่แต่ก่อนอะไรบ่ปลายแต่จีปะได้วอดคือใส่อันนั้นแค่มันดังไงลูกบ่ลูกจันบัดแต่ก่อนอันนี้จีนโยบายมวยได้ยืงจองเคยในทางสังคมขมายបាទខ្ញុំយល់អ្វីដែលលោកមានប្រសាសន៍នេះហើយសង្ឃឹមថាលោកដែលស្ដាប់ក៏យល់ដែរអំពីការដែលត្រូវតែរំដោះខ្លួនឯងហើយរំដោះអ្នកជិះជាន់យើងផងអ្នកជិះជាន់មិនអាចរំដោះខ្លួនឯងបានទេនេះជាសារសំខាន់របស់លោកឆាំប៊ុនថេតហើយខ្ញុំមានការសោកស្ដាយណាស់ដោយកិច្ចសន្ទនារបស់យើងនឹងយ៉ាងណាក៏ដោយចុះក៏នៅតែខ្លីពេកខ្ញុំមិញនេះថានឹងអញ្ជើញលោកឡាយពីខេត្តព្រៃវែងដើម្បីឲ្យដាក់សំណួរក៏ប៉ុន្តែពេលវេលាសល់តែ1នាទីគត់ទេក៏ចប់បាត់ទៅហើយខ្ញុំសូមទោសចំពោះការដែលលោកអ្នកនាងរងចាំសួរហើយមិនមានឱកាសបានផ្ដល់ជូនហើយសូមអរគុណលោកវាគ្មិនទាំងពីរកម្មវិធីរបស់យើងចាប់តែត្រឹមនេះដែលហេតុថាពេលវេលាមានកំណត់បាទខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរបស់យើងនារាត្រីនេះចាប់តែត្រឹមនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា